ជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងមធ្យោបាយមួយគេហៅថាមធ្យោបាយតាមប្រតិទិនឬក៏យើងនិយាយថាវិធីពន្យាកំណើតដោយប្រើលក្ខណៈធម្មជាតិឬក៏ប្រើការរាប់តាមប្រតិទិនហ្នឹងអានេះលេខចាប់ពីថ្ងៃលេខ1រហូតមកដល់លេខ28នេះគឺតំណាងឲ្យថ្ងៃនីមួយៗក្នុងមួយខែបានន័យថាឧទាហរណ៍ថាស្ត្រីជាធម្មតាក្នុងមួយខែគាត់មករដូវម្ដងប៉ុន្តែគេគិតជាទូទៅគឺរយៈពេល28ថ្ងៃហ្នឹងគឺគាត់មករដូវម្ដងអាហ្នឹងណាអញ្ចឹងសួរថាតើវិធីហ្នឹងគេរាប់មិនដើម្បីត្រឹមត្រូវគឺគេគិតទៅលើរដូវរបស់គាត់អញ្ចឹងដំបូងគេត្រូវដឹងថាតើស្ត្រីគាត់មករដូវថ្ងៃណាដោយក្នុងរូបនេះអញ្ចឹងអានេះបានន័យថាថ្ងៃទី1ទី2ទី3ទី4រហូតមកដល់ថ្ងៃទី28ប៉ុន្តែខែខ្លះវាដាច់30អាចដាច់31យ៉ាងទៅប៉ុន្តែគេគិតជាមធ្យមណាជាមធ្យមគឺ28ថ្ងៃស្ត្រីនឹងមករដូវម្ដងអញ្ចឹងអ្នកនរគ្នាមើលនេះគេដាក់ថារយៈពេលគ្មានកូនរយៈពេលមានកូននិងរយៈពេលគ្មានកូនតែទៅជាមួយក្រោមនេះដូចគ្នាណាអញ្ចឹងខ្ញុំបញ្យល់តាលើនេះទៅគឺបានហើយអញ្ចឹងឧទាហរណ៍ថាស្ត្រីគាត់មករដូវនៅថ្ងៃទី1ថ្ងៃទី2ទី3ទី4ទី5គេដាក់ចំណុចក្រហមហ្នឹងបានន័យថាជាថ្ងៃដែលគាត់មករដូវបានន័យថាបើគាត់មករដូវថ្ងៃទី1ទី2ទី3គាត់អស់រដូវឬក៏អ្នកខ្លះទៅដល់ថ្ងៃទី5បានន័យថាគាត់មករដូវ5ថ្ងៃបានអស់អញ្ចឹងក្រោយពេលដែលគាត់មករដូវរហូតមកដល់ថ្ងៃទី9នេះយើងដាក់សញ្ញាព្រួយនេះឃើញទេសញ្ញាព្រួយចាប់ពីនេះមកដល់នេះគេដាក់ថារយៈពេលគ្មានកូនអញ្ចឹងចាប់ពីថ្ងៃទី1បានន័យថាថ្ងៃដែលគាត់មករដូវរាប់ទៅមុខរហូតដល់9ថ្ងៃចន្លោះពេលហ្នឹងបើគាត់ធ្វើការរួមភេទគឺគាត់មានកូនទេហើយមួយទៀតរយៈពេលមានកូននេះរយៈពេលមានកូនគឺចាប់ពីថ្ងៃទី10រហូតមកដល់ថ្ងៃទី19បានន័យថាចន្លោះពេលហ្នឹងចន្លោះពេលពីថ្ងៃទី10មកដល់ថ្ងៃទី19ហ្នឹងគឺអាចមានថ្ងៃបង្កកំណើតបើសិនជាគាត់ធ្វើការរួមភេទណាឬក៏យើងនិយាយថានៅចន្លោះថ្ងៃទី10ឬក៏មកដល់ថ្ងៃទី19ហ្នឹងមេជីវិតញីអាចធ្លាក់នៅចន្លោះថ្ងៃហ្នឹងប៉ុន្តែវាអត់ដឹងថាថ្ងៃណាប៉ុន្តែជាទូទៅបើតាមការបង្ហាញរបស់គេនេះគេដាក់ថាថ្ងៃបង្កកំណើតឬក៏ថ្ងៃដែលមេជីវិតញីធ្លាក់គឺធ្លាក់នៅថ្ងៃទី14បើសិនជាគាត់មករដូវរយៈពេល28ថ្ងៃគាត់មកម្ដង28ថ្ងៃគាត់មកម្ដងអញ្ចឹងយើងយក28ហ្នឹងចែកជា2មកវាឃើញគឺ14អញ្ចឹងបានន័យថាពាក់កណ្ដាលនៃវដ្តរដូវរបស់គាត់ហ្នឹងជាថ្ងៃដែលមានជីវិតញីធ្លាក់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមករដូវឧទាហរណ៍ថា30ថ្ងៃមកម្ដងឬក៏31ថ្ងៃយើងមកម្ដងយើងយកមកចែកទាំង2មកយើងអាចដឹងថាថ្ងៃដែលមានជីវិតញីហ្នឹងធ្លាក់ថ្ងៃណាហើយឥឡូវឧទាហរណ៍ថាបើសិនជា30ថ្ងៃគាត់មករដូវម្ដងបើយើងយកចែកទាំង2គឺប្រហែលជាថ្ងៃទី15គឺមានជីវិតញីធ្លាក់ហើយប៉ុន្តែវាអត់ទៀងទេអាហ្នឹងគ្រាន់តែយើងអាចដឹងថាវាប្រហែលណាអញ្ចឹងហើយបានជាគេឲ្យយើងការពារចាប់ពីថ្ងៃទី10រហូតមកដល់ថ្ងៃទី19ពីព្រោះចន្លោះថ្ងៃទី10រហូតមកដល់ថ្ងៃទី19នេះចន្លោះពេលហ្នឹងវាអាចធ្វើឲ្យមានការបង្កកំណើតឬក៏អាចមានមេជីវិតញីហ្នឹងធ្លាក់មកអាហ្នឹងណាអញ្ចឹងចំណុចសំខាន់មួយទៀតដែលអ្នកនរគ្នាត្រូវដឹងវិធីពន្យាកំណើតតាមបែបប្រតិទិននេះដោយការរាប់តាមរដូវហ្នឹងគឺអនុវត្តទៅបានមានប្រសិទ្ធភាពខ្ពស់យើងមិនអាចថា 100% ទេប៉ុន្តែយើងអាចនិយាយថាវាមានប្រសិទ្ធភាពខ្ពស់លុះត្រាតែស្ត្រីគាត់មករដូវទៀងទាត់អញ្ចឹងសួរថាមិនទៅរដូវទៀងទាត់ហ្នឹងរដូវទៀងទាត់គឺមានន័យថាក្នុងរយៈពេល1ខែគាត់ត្រូវមករដូវម្ដងហើយគាត់ត្រូវចាំថ្ងៃទៀតថាគាត់មករដូវហ្នឹងថ្ងៃណាឧទាហរណ៍ថាគាត់មកថ្ងៃណាគាត់រាប់ចាប់ពីថ្ងៃដែលគាត់មករដូវហ្នឹងទៅមុខឲ្យបាន10ថ្ងៃឧទាហរណ៍ថាគាត់មករដូវថ្ងៃហ្នឹងជាថ្ងៃទី26ឧទាហរណ៍អញ្ចឹងមកគាត់មករដូវថ្ងៃទី26យើងរាប់មក26 27 28 29 30រាប់ទៅមុខឲ្យបាន10ថ្ងៃដូចអានេះអាហ្នឹងគេឧទាហរណ៍ថាមកថ្ងៃទី1ប៉ុន្តែមិនខ្វល់តែគាត់មកថ្ងៃណាទេសំខាន់ឲ្យតែគាត់ចាំថ្ងៃដែលគាត់មករដូវទៅបន្ទាប់មកយើងរាប់ចាប់ពីថ្ងៃដែលគាត់មករដូវទៅមុខឲ្យបាន10ថ្ងៃប៉ុន្តែយើងរាប់ត្រឹម9បានហើយកុំឲ្យដល់10ថ្ងៃណារាប់ទៅមុខឲ្យបានត្រឹម9ថ្ងៃ9ថ្ងៃឯងចាប់ពី9ថ្ងៃចុះមកក្រោមដល់ថ្ងៃដែលគាត់មករដូវហ្នឹងបើគាត់ធ្វើការរួមភេទគឺអត់មានកូនទេប៉ុន្តែចាប់ពីថ្ងៃទី10បានន័យថា10ថ្ងៃក្រោយពេលគាត់មករដូវហ្នឹងរហូតមកដល់19ថ្ងៃបន្ទាប់ពីគាត់មករដូវចន្លោះពេលហ្នឹងបើគាត់ធ្វើការរួមភេទគឺអាចមានកូនចន្លោះពេលហ្នឹងណាហើយចាប់ពីថ្ងៃទី20ក្រោយពេលគាត់មករដូវរហូតមកដល់ថ្ងៃដែលគាត់មករដូវសារជាថ្មីវិញគាត់ធ្វើការរួមភេទគឺមិនមានកូនទេអញ្ចឹងអ្នកទាំងអស់គ្នាតន់នេះយល់ពីរបៀបនៃការប្រើមធ្យោបាយពន្យាកំណើតនឹងអត់បើសិនជាអត់តន់អាចខមមិនសួរក្នុងក្រោមវីដេអូបានពីព្រោះថាមធ្យោបាយនេះមានអ្នកគេឆ្ងល់ច្រើនប៉ុន្តែបើតាមរបៀបនៃការប្រើឲ្យតែអ្នកទាំងអស់គ្នាយល់គឺអាចប្រើបានហ
ខ្លាចតែអ្នកអស់អ្នកយល់ឥឡូវខ្ញុំសូមបញ្ជាក់ម្ដងទៀតដើម្បីអនុវត្តនៅមធ្យោបាយតាមប្រតិទិននេះបានទី1គឺយើងត្រូវដឹងថាស្ត្រីមករដូវថ្ងៃណាទី2ដើម្បីឲ្យវាមានប្រសិទ្ធភាពខ្ពស់គឺស្ត្រីត្រូវតែមករដូវទៀងទាត់គឺមួយខែគាត់ត្រូវមកម្ដងមិនមែនថាមួយខែគាត់មកពី3ដងឧទាហរណ៍ថាដល់ថ្ងៃដែលគាត់ត្រូវមកគាត់មកទៅមកទឹកក្រោយគាត់មករដូវទៀតអាហ្នឹងគឺมันអាចប្រើមធ្យោបាយនឹងបានទេហើយសំណួរមួយទៀតដែលគាត់តែងតែសួរថាចុះជាធម្មតារដូវគាត់ឧទាហរណ៍ថារដូវគាត់មកថ្ងៃទី12ប៉ុន្តែចាប់ដល់ថ្ងៃទី12នោះអត់ឃើញមកទេតទៅដល់ថ្ងៃទី15នេះមិនឃើញមកឬក៏អ្នកខ្លះរដូវគាត់ធ្លាប់មកថ្ងៃទី12ប៉ុន្តែមិនទាន់ដល់ថ្ងៃទី12ទេដល់ថ្ងៃទី10រដូវមកអានឹងចាត់ទុកថារដូវទៀងអត់គាត់សួរអញ្ចឹងណាអញ្ចឹងអ្វីដែលសំខាន់វាខ្វះថ្ងៃឬក៏លើសថ្ងៃពី3ថ្ងៃអត់បញ្ហាទេអ្វីដែលសំខាន់គឺកុំឲ្យតែវាមកក្នុងមួយខែហ្នឹងវាមក2ដងឧទាហរណ៍ថាវាមកថ្ងៃ12ម្ដងតែដល់ថ្ងៃទី18នេះវាមកម្ដងទៀតអញ្ចឹងយើងពិបាកកំណត់ដោយប្រើរូបមន្តហ្នឹងណាគឺយើងពិបាកក្នុងការប្រើរូបមន្តហ្នឹងអញ្ចឹងដើម្បីឲ្យវាមានប្រសិទ្ធភាពខ្ពស់យើងមិនអាចថា 100% ទេវិធីហ្នឹងណាពីព្រោះថាបើសិនជាយើងប្រើទៅអត់ត្រឹមត្រូវគឺអាចមានកូនបានអញ្ចឹងត្រឡប់មកវិញតើទៅជាមួយថ្ងៃទី1ទី2ទី3នេះមានអ្នកគាត់ឆ្ងល់ច្រើនដែរគាត់ឆ្ងល់គាត់អត់យល់តាមពិតខ្ញុំបញ្យល់ឲ្យបង្ហាញថារដូវអ្នកទាំងអស់គ្នាមកអត់ដូចក្នុងការបង្ហាញទេអ្នកខ្លះអាចមកថ្ងៃទី12អ្នកខ្លះអាចមកថ្ងៃទី19អ្នកខ្លះអាចមកថ្ងៃទី23ហើយអ្នកខ្លះអាចមកថ្ងៃទី8វាអត់ទៀងវាអាស្រ័យទៅលើបុគ្គលផ្សេងគ្នាប៉ុន្តែសរុបមកវិញមិនខ្វល់ថាគាត់មកថ្ងៃណាទេឲ្យតែគាត់ដឹងថាគាត់មករដូវថ្ងៃណាគាត់ចាប់ផ្ដើមរាប់ចាប់ពីថ្ងៃដែលគាត់មករដូវហ្នឹងទៅមុខឲ្យបាន9ថ្ងៃអញ្ចឹងចន្លោះពេល9ថ្ងៃចាប់ពីគាត់មករដូវហ្នឹងគាត់ធ្វើការរួមភេទគឺអត់មានកូនទេហើយចាប់ពីថ្ងៃទី10បើន័យចាប់ពី10ថ្ងៃក្រោយពេលគាត់មករដូវរហូតមកដល់ថ្ងៃទី19នេះគាត់ធ្វើការរួមភេទចន្លោះពេលហ្នឹងគឺអាចមានកូនអញ្ចឹងគាត់ត្រូវតមការរួមភេទឬក៏គាត់រួមភេទដែរតែត្រូវប្រើស្រោមអនាម័យដើម្បីការពារចន្លោះថ្ងៃហ្នឹងណាហើយចេញផុតពីថ្ងៃហ្នឹងមកដល់ថ្ងៃទី20រហូតមកដល់ថ្ងៃដែលគាត់ត្រូវមកដល់វិញគាត់ធ្វើការរួមភេទគឺអត់មានកូនទេតើតើជាមួយនឹងមធ្យោបាយតាមប្រតិទិនហ្នឹងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទាន់តើតើជាមួយនឹងមធ្យោបាយពញាកំណើតតាមបែបប្រតិទិនហ្នឹងណាអញ្ចឹងបើសិនជាមានចម្ងល់អាចខមមិនសួរបន្ថែមទៀតណាអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងសម្រាប់វីដេអូក្រោយយើងនឹងជួបគ្នានៅវិធីសាស្ត្រពញាកំណើតផ្សេងទៀតអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា